ទំលាប់អាក្រក់5យ៉ាងធ្វើឲ្យសុខភាពស្បូនមានបញ្ហាបងប្អូនត្រូវដឹងណាបញ្ហាទាំងអស់នេះជួនកាលកើតឡើងចេញពីអាទម្លាប់មិនល្អយើងមួយចំនួនប្រចាំថ្ងៃដែលយើងតែងតែអនុវត្តវាដោយអត់ដឹងខ្លួនដែលងាយធ្វើឲ្យស្ត្រីមានការកើតធ្លាក់សកើតផ្សិតល្មមដោយអត់ដឹងខ្លួននេះមានអីគេខ្លះទី1ការជ្រើសរើសប្រើទឹកអនាម័យមិនបានត្រឹមត្រូវជួនកាលទឹកអនាម័យមានជាតិកាត់ខ្លាំងអត់សមស្របនឹង pH កម្រិតទ្វារមាសទេកាន់តែប្រើធ្វើឲ្យទ្វារមាសចាប់ផ្ដើមឡើងស្ងួតបាត់បង់ជាតិសំណើមបាត់បង់បាក់តេរីល្អពីរនាំងការពារមាត់ស្បូនពីខាងក្នុងចាអត់មានអីការពារមាត់ស្បូនទេទី2ទម្លាប់លីកខោក្នុងដែលរឹបខ្លាំងចាអង្គុយយូរលើសម៉ោងចាធ្វើឲ្យវាហប់ពីបែកញើសងាយបង្ករោគធុំក្លិនកាត់ផ្សិតទី3កត្តាគេងមិនគ្រប់គ្រាន់ចាគេងមិនគ្រប់គ្រាន់ stress គិតច្រើនចាតែកាលណាយើងគេគ្រប់គ្រាន់រាងកាយយើងចុកខ្សោយអង្គតែក៏ចុកខ្សោយចាឆាប់កើតជំងឺដូចគ្នាទី4កត្តាញ៉ាំទឹកអត់គ្រប់គ្រាន់ញ៉ាំទឹកអត់គ្រប់គ្រាន់វាមិនធ្វើឲ្យស្ត្រីកើតជំងឺធ្លាក់សយប៉ុន្តែការញ៉ាំទឹកមិនគ្រប់គ្រាន់ធ្វើឲ្យសុខភាពយើងខ្សោយទាំងអស់សាច់ក្តៅស្ទឹងចាចុះវាឆាប់ឈឺបងប្អូននិយាយឲ្យងាយចាទី5ទៅលើបញ្ហាអីគេទី5គឺទៅលើការប្រើប្រាស់សម្លេងអនាម័យមិនបានត្រឹមត្រូវជួនកាលសម្លេងអនាម័យ2ឬក៏3ម៉ោងត្រូវតែដូរចេញហើយតែបងប្អូនខ្លះមួយថ្ងៃដាក់ពេលព្រឹកតតែ5 6ម៉ោងបានដូរចេញម្ដងអញ្ចឹងវាងាយធ្វើឲ្យទ្វារមាសបងប្អូនឆ្លងមេរោគបាក់តេរីខ្លាំងមែនទែនចាកែទម្លាប់ទាំងអស់នេះចេញបើមិនចង់ឲ្យសុខភាពបងប្អូនមានបញ្ហាទាំងអស់នេះ